រឿងទាំង10យ៉ាងដែលអាចកើតឡើងចំពោះរាងកាយរបស់យើងបើសិនជាយើងនឹងដើរហាត់ប្រាណជារៀងរាល់ថ្ងៃចា៎ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ KH Farm ដែលថ្ងៃនេះដែរខ្ញុំមានប្រធានបទថ្មីមួយចង់មកចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាអំពីអត្ថប្រយោជន៍ទាំង10យ៉ាងនៃការដើរហាត់ប្រាណរាល់ព្រឹកអញ្ចឹងបងប្អូនការដើរហាត់ប្រាណហ្នឹងគឺជាលំហាត់ប្រាណមួយដ៏អស្ចារ្យហើយត្រូវបានគេណែនាំឲ្យយើងហ្នឹងដើរយ៉ាងហោចណាស់ពី15ទៅ30នាទីក្នុងមួយថ្ងៃប៉ុន្តែតើការដើរហ្នឹងវាពិតជាមានឥទ្ធិពលទៅលើរាងកាយរបស់យើងហ្នឹងតាមរបៀបណាហើយហេតុអីបានជាយើងហ្នឹងចាំបាច់ត្រូវបញ្ចូលវានៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងអូខេអញ្ចឹងអត្ថប្រយោជន៍ទី1នោះគឺវាជួយដល់សុខភាពខួរក្បាលហើយនិងសុខភាពផ្លូវចិត្តរបស់យើងឲ្យប្រសើរឡើងអញ្ចឹងបងប្អូនការដើរជាប្រចាំហ្នឹងគឺវាធ្វើឲ្យមានការបញ្ចេញអរម៉ូនមួយដែលមានឈ្មោះថាអរម៉ូនអង់ដូហ្វីនហើយអរម៉ូនអង់ដូហ្វីនហ្នឹងគឺជាប្រភេទអរម៉ូនសុខុមាលភាពមានន័យថាអរម៉ូនសេចក្តីសុខរបស់យើងអញ្ចឹងណាកាលណាដែលអរម៉ូនមួយហ្នឹងចេញមកគឺវាធ្វើឲ្យយើងហ្នឹងមានអារម្មណ៍ស្ងប់សុខមានអារម្មណ៍មួយសុខស្រួលហើយមានអារម្មណ៍ថារាងកាយរបស់យើងនឹងមានក្តីសុខអញ្ចឹងសរុបមកវិញអរម៉ូនមួយហ្នឹងគឺវាជួយសម្រួលដល់អារម្មណ៍របស់យើងវាជួយសម្រួលបញ្ហាផ្លូវចិត្តរបស់យើងវាជួយកាត់បន្ថយ stress កាត់បន្ថយការព្រួយបារម្ភឬក៏កាត់បន្ថយជំងឺថប់បារម្ភហើយនិងជំងឺបាក់ទឹកចិត្តជាដើមហើយមិនត្រឹមតែប៉ុណ្ណឹងនោះទេគឺវាជួយដល់សុខភាពខួរក្បាលរបស់យើងផងដែរដែលវាជួយឲ្យខួរក្បាលរបស់យើងហ្នឹងជៀសផុតពីជំងឺភ្លេចភ្លាំងអញ្ចឹងបងប្អូនការដែលយើងគ្រាន់តែដើរហ្នឹងមិនថាក្មេងឬក៏ចាស់នោះទេគឺការដើរហ្នឹងវាជួយយើងបានច្រើនមែនទែនហើយពិសេសហ្នឹងសម្រាប់អ្នកដែលមានបញ្ហាសុខភាពហ្នឹងតែម្ដងអត្ថប្រយោជន៍ទី2ហ្នឹងគឺវាជួយឲ្យសុខភាពបេះដូងរបស់យើងហ្នឹងមានសុខភាពល្អអញ្ចឹងបងប្អូនការដើរគឺវាជួយដល់ប្រព័ន្ធឈាមរត់របស់យើងវាជួយឲ្យដំណើរការនៅចរាចរណ៍ឈាមប្រព័ន្ធឈាមរបស់យើងហ្នឹងបានល្អកាលណាដែលវាមិនមានការរាំងស្ទះមិនមានឧបសគ្គអីនៅក្នុងការធ្វើចរន្តឈាមហ្នឹងនៅចរន្តឈាមហើយនិងសម្ពាធឈាមរបស់យើងហ្នឹងក៏វាមានសុខភាពល្អផងដែរមានន័យថាសម្ពាធឈាមរបស់យើងហ្នឹងវាមិនលើសវាថេរវាមិនល្មមអញ្ចឹងណាអញ្ចឹងបងប្អូនការដើរហាត់ប្រាណហ្នឹងវាពិតជាល្អមែនទែនសម្រាប់សុខភាពរបស់យើងណាគឺវាមិនធ្វើឲ្យបងប្អូនហ្នឹងមានបញ្ហាសុខភាពនោះទេហើយវាជួយឲ្យសម្ពាធឈាមរបស់យើងថេរបានល្អអញ្ចឹងណាហើយក្រៅពីហ្នឹងទៀតការដើរហ្នឹងគឺវាជួយកាត់បន្ថយការឡើងកូលេស្តេរ៉ុលជាពិសេសហ្នឹងខ្លាញ់អាក្រក់ហ្នឹងជាដើមគឺត្រូវបានទប់ស្កាត់អញ្ចឹងណាអត្ថប្រយោជន៍ទី3គឺវាជួយទប់ស្កាត់នៅក្នុងការលើសទម្ងន់អញ្ចឹងបងប្អូនការដើរហ្នឹងគឺវាជួយទប់ស្កាត់មិនឲ្យយើងហ្នឹងលើសទម្ងន់ហើយវាជួយទប់ស្កាត់ការកើតជំងឺធាត់បានផងដែរអញ្ចឹងទោះបីយើងដើរបានតិចតួចក៏ដោយក៏វាអាចជួយកាត់បន្ថយកាឡូរីរបស់យើងបានផងដែរអញ្ចឹងបងប្អូនការដើរហាត់ប្រាណហ្នឹងគឺវាធ្វើឲ្យអាហារដែលយើងទទួលទានទៅលើសថាមពលដែលមាននៅក្នុងខ្លួនរបស់យើងហ្នឹងត្រូវបានប្រើប្រាស់ត្រឹមត្រូវអញ្ចឹងគឺវាធ្វើឲ្យបងប្អូនហ្នឹងមិនអាចមានការឡើងទម្ងន់បានទេគឺវាធ្វើឲ្យបងប្អូនហ្នឹងអាចរក្សាសុខភាពទម្ងន់បានល្អអត្ថប្រយោជន៍ទី4គឺវាជួយទ្រទ្រង់សាច់ដុំអញ្ចឹងបងប្អូនការដើរហ្នឹងគឺវាជួយទ្រទ្រង់សាច់ដុំវាជួយគ្រប់គ្រងសន្លាក់ឬក៏ឆ្អឹងរបស់បងប្អូនតែម្ដងដោយសារតែបើសិនជាយើងមិនបានដើរទេហ្នឹងគឺវាធ្វើឲ្យសាច់ដុំនៅជើងរបស់យើងហ្នឹងស្វិតបានហើយផ្ទុយទៅវិញបើសិនជាយើងបានដើរជារៀងរាល់ថ្ងៃគឺវាធ្វើឲ្យសាច់ដុំនៅជើងរបស់យើងធ្វើចលនារាល់ថ្ងៃធ្វើការជាប្រចាំហើយវារីកធំហើយវាមានអត្ថប្រយោជន៍ដល់ការថែរក្សារាងកាយរបស់យើងតែម្ដងគឺវាធ្វើឲ្យយើងហ្នឹងមិនមានបញ្ហាអីនោះទេវាធ្វើឲ្យរាងកាយរបស់យើងហ្នឹងរឹងមាំសន្លាក់ជើងសន្លាក់ដៃហ្នឹងមិនមានការគាំងមិនមានការប្រឈមនឹងការកកឬក៏កើតជំងឺផ្សេងៗដូចជាជំងឺលើសជាតិអាស៊ីតឬក៏ជំងឺពុកឆ្អឹងជាដើមហើយសន្លាក់របស់យើងហ្នឹងអាចបត់បែនបានល្អអត្ថប្រយោជន៍ទី5គឺវាជួយឲ្យរាងកាយរបស់យើងមានភាពស្វាហាប់អញ្ចឹងការដើរហាត់ប្រាណបងប្អូនគឺវាជួយឲ្យរាងកាយរបស់យើងមានភាពស្វាហាប់វាជួយឲ្យរាងកាយរបស់យើងមានភាពរឹងមាំហើយដោយដែលបាននិយាយខាងលើអញ្ចឹងការហាត់ប្រាណគឺវាជួយដល់សាច់ដុំវាជួយដល់ឆ្អឹងហើយវាជួយដល់សន្លាក់ហើយកាលណាដែលសន្លាក់របស់យើងមានសុខភាពល្អមិនមានបញ្ហាគឺប្រកបណាស់វានឹងជួយដល់រាងកាយហើយវាជួយទ្រទ្រង់រាងកាយហើយនឹងវាជួយធ្វើឲ្យរាងកាយរបស់យើងមានលំនឹងជាដើមអត្ថប្រយោជន៍ទី6គឺវាជួយគ្រប់គ្រងជាតិស្ករហើយនឹងការពារជំងឺទឹកនោមផ្អែមអញ្ចឹងតកតងទៅនឹងការដើរហ្នឹងបងប្អូនគឺវាអាចជួយដល់លំពេងរបស់យើងវាអាចជួយដល់ការគ្រប់គ្រងជាតិស្ករឬក៏ជំងឺទឹកនោមផ្អែមហើយវាអាចជួយទៅដល់ផ្លូវរំលាយអាហារបានផងដែរអញ្ចឹងបងប្អូនការដើរហ្នឹងគឺវាអាចជួយឲ្យពពួកអាំងសាលីនហ្នឹងបង្កើនប្រសិទ្ធភាពរបស់វាបើសិនជាយើងមានអាំងសាលីនដំណើរការល្អពេលហ្នឹងឯងសុខភាពរបស់យើងហ្នឹងក៏ល្អតាមនឹងដែរហើយផ្ទុយទៅវិញបើសិនជាយើងមានអាំងសាលីន resistant មានន័យថាអាំងសាលីនរបស់យើងហ្នឹងមានភាពស៊ាំដំណើរការមិនសូវបានល្អឬក៏ប្រសិទ្ធភាពរបស់អាំងសាលីនហ្នឹងបាត់បង់ពេលនោះឯងយើងនឹងអាចបង្កជាបញ្ហាជាច្រើនដល់មេតាបូលីសនៃរាងកាយរបស់យើងហើយវាអាចបង្កឲ្យមានកាកសំណល់លើសឬក៏លើសជាតិអាស៊ីតហើយនិងលើសជាតិស្ករដែលជាហេតុធ្វើឲ្យយើងនឹងកើតជំងឺទឹកនោមផ្អែមបាន
អត្ថប្រយោជន៍ទី7គឺវាជួយដល់ប្រព័ន្ធរាងកាយរបស់យើងនឹងឲ្យមានភាពប្រសើរឡើងអញ្ចឹងការដើរគឺវាជួយពង្រឹងប្រព័ន្ធការពារឬក៏ antibody របស់យើងនឹងណាឲ្យមានភាពល្អប្រសើរគឺវាជួយឲ្យបងប្អូននឹងជៀសផុតពីជំងឺដែលបង្កដោយពពួកមេរោគណាមួយមិនថាពពួកវីរុសឬក៏ផ្សិតឬក៏បាក់តេរីអីនោះទេគឺវាអាចការពារបានអត្ថប្រយោជន៍ទី8គឺវាធ្វើឲ្យការទទួលទានដំណេករបស់យើងនឹងកាន់តែប្រសើរជាទូទៅការគេងឲ្យបានគ្រប់គ្រាន់គឺមានសារៈសំខាន់ចំពោះសុខភាពរបស់យើងអញ្ចឹងការដើរគឺវាជួយសម្រួលទៅដល់វដ្តដំណេករបស់យើងម៉ោងចូលដេកហើយនិងម៉ោងត្រូវងើបពេលដែលដើរហាត់ប្រាណគឺពេលនោះឯងរាងកាយរបស់យើងនឹងវានឹងប្រសើរវាហត់នឿយអញ្ចឹងវាត្រូវការសម្រាកហើយវាធ្វើឲ្យបងប្អូននឹងដេកបានល្អហើយពេលដែលយើងងើបមកវិញរាងកាយរបស់យើងនឹងស្រួលវាមិនមានផលប៉ះពាល់ឬក៏មិនមានបញ្ហាមិនមានការឈឺចាប់អញ្ចឹងបងប្អូនក៏ចង់ងើបដែរហើយផ្ទុយទៅវិញបើសិនជាពេលភ្ញាក់មកពេលងើបមកវិញហ្នឹងបងប្អូនឈឺចង្កេះឬក៏បងប្អូនចុករោយអញ្ចឹងបងប្អូនក៏មិនមានអារម្មណ៍ថាចង់ងើបដែរហើយពេលខ្លះទៀតហ្នឹងវាធ្វើឲ្យបងប្អូនហ្នឹងបង្អង់មិនចង់ងើបមិនចង់ក្រោកអញ្ចឹងណាហើយខ្លះទៀតពេលដែលយើងចង់ដេកទៅវិញក៏ដេកមិនលក់ដែរហើយអាហ្នឹងឯងគឺវាអាចប៉ះពាល់ទៅដល់គុណភាពដំណេករបស់យើងអត្ថប្រយោជន៍ទី9គឺវាជួយដល់សុខភាពភ្នែកបងប្អូនប្រហែលជាឆ្ងល់ហើយថាមិនបានដើរហាត់ប្រាណដោយជើងសោះតែយ៉ាងម៉េចបានជាទៅជួយដល់ភ្នែកវិញអញ្ចឹងបងប្អូននៅពេលណាដែលយើងដើរទៅពេលនោះឯងគឺវាជួយសម្រួលទៅដល់សម្ពាធឈាមវាជួយសម្រួលទៅដល់ចរន្តឈាមអញ្ចឹងវាធ្វើឲ្យសម្ពាធឈាមឬក៏សម្ពាធអ្វីមួយដែលមាននៅក្នុងភ្នែករបស់យើងហ្នឹងគឺត្រូវបានកាត់បន្ថយហើយការដែលយើងមើលទូរស័ព្ទឬក៏អានសៀវភៅឬក៏ការងារដែលប្រើប្រាស់ភ្នែកច្រើនហ្នឹងគឺវាធ្វើឲ្យភ្នែករបស់យើងហ្នឹងមានសម្ពាធច្រើនអញ្ចឹងការដើរហ្នឹងគឺវាជួយកាត់បន្ថយទៅដល់សម្ពាធនោះឯងគឺវាធ្វើឲ្យភ្នែករបស់យើងហ្នឹងមើលបានច្បាស់មិនព្រិលហើយនិងមិនមានបញ្ហាជាដើមប្រយោជន៍ទី10គឺវាជួយទៅដល់សុខភាពផ្លូវដង្ហើមហើយនិងសួតបានល្អអញ្ចឹងការដើរហ្នឹងគឺវាជួយឲ្យបងប្អូនធ្វើការដកដង្ហើមបានល្អដោយសារតែនៅពេលដែលយើងដើរយើងស្រូបអុកស៊ីសែនហ្នឹងបានច្រើនអញ្ចឹងកាលណាដែលបងប្អូនដកដង្ហើមបានល្អការស្រូបចូលនៃអុកស៊ីសែនហ្នឹងក៏បានល្អដែរដែលអុកស៊ីសែនហ្នឹងគឺវាអាចសាយភាយចូលទៅដល់រាងកាយរបស់យើងទាំងមូលហើយចូលទៅដល់សួតរបស់យើងផងដែរដូច្នេះហើយសួតរបស់យើងហ្នឹងក៏មានសុខភាពល្អតាមនឹងដែរហើយតួនាទីរបស់សួតក៏នឹងប្រសើរឡើងអញ្ចឹងបងប្អូនដឹងហើយថាសួតហ្នឹងវាមានសារៈសំខាន់មែនទែនដល់រាងកាយរបស់យើងគឺវាស្រូបអុកស៊ីសែនបញ្ជូនទៅឈាមបន្ទាប់មកឈាមហ្នឹងគឺបញ្ជូនទៅខួរក្បាលហើយបញ្ជូនទៅរាងកាយហើយនឹងបញ្ជូនទៅសរីរាង្គផ្សេងៗអញ្ចឹងបងប្អូនបើសិនជាការដកដង្ហើមរបស់យើងមានបញ្ហាប្រាកដណាស់គឺវានឹងជះឥទ្ធិពលទៅដល់សួតរបស់យើងហើយនឹងជះឥទ្ធិពលទៅនឹងផ្លូវដង្ហើមរបស់យើងតែម្ដងអញ្ចឹងបងប្អូនការដើរហ្នឹងគឺវាពិតជាមានប្រយោជន៍ជាច្រើនដល់រាងកាយរបស់យើងហើយក៏ជាលំហាត់ប្រាណមួយយ៉ាងសាមញ្ញដែរដែលបងប្អូនហ្នឹងគួរតែបញ្ចូលវាទៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងអញ្ចឹងបងប្អូនគួរតែចូលរួមដើរដើម្បីសុខភាពល្អទាំងអស់គ្នាអូខេអញ្ចឹងវីដេអូរបស់ខ្ញុំក៏ឈានមកដល់ទីបញ្ចប់ផងដែរអរគុណសម្រាប់ការទស្សនាវីដេអូមួយហ្នឹងតាំងពីដើមរហូតដល់ចប់ហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងទទួលបានប្រយោជន៍ពីវីដេអូមួយហ្នឹងហើយបើបងប្អូនពេញចិត្តវីដេអូមួយហ្នឹងកុំភ្លេចធ្វើការ Like Share Subscribe ម្នាក់មួយផងអរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ